យើងកំពុងស្ថិតនៅបណ្ដោយឆ្នេរសមុទ្រក្នុងស្រុកបូទុមសាគរនិងស្រុកគិរីសាគរនៃខេត្តកោះកុងតាមបណ្ដោយឆ្នេរប្រហែល100គីឡូម៉ែត្រដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ 36,000 ហិកតាក្នុងតំបន់នេះត្រូវបានរួមបញ្ចូលទាំងទេសភាពឆ្នេរសមុទ្រដ៏ស្រស់ត្រកាលផងធនធានសមុទ្រជាតិផងព្រមទាំងទឹកដីព្រៃភ្នំកោះតូចកោះធំនិងបរិស្ថានធនធានធម្មជាតិទៀតផងហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺជីវភាពប្រជាពលរដ្ឋវណ្ណៈកម្មករនិងកសិករពីរវណ្ណៈនេះពឹងផ្អែកលើស្រែនិងលើនេសាទការធ្វើស្រែគឺជាមុខរបរមួយដំណាំចម្ការដូងចម្ការស្វាយចន្ទីលាក់និងលាក់គឺជាមុខរបរមួយផ្សេងទៀតដោយឡែកមុខរបរនេសាទគឺជាមុខរបរដ៏សំខាន់និងប្រចាំថ្ងៃរបស់ប្រជានេសាទប្រមាណ1163គ្រួសារដែលរស់នៅក្នុងតំបន់នេះតាំងពីបុរាណកាលរៀងមកទាំងអស់នេះហើយដែលធ្វើឲ្យប្រជាសហគមន៍នេសាទក្នុងតំបន់នេះមានភាពសុខសាន្តនិងរីករាយលើទឹកដីកំណើតរបស់ខ្លួនbạn ơi cho mọi người đây mình mình thịt cái tàu cũng xóm nó tàu tê thấy rồi đóភូមិឋានដែលធ្លាប់បានផ្ដល់សេចក្តីសុខជាច្រើនដំណរមុខរបរដែលបានផ្ដល់ជីវភាពរស់នៅដ៏សុខក្សេមក្សាន្តជំនឿសាសនាទំនៀមទម្លាប់ប្រពៃណីបានកើតឡើងក្នុងសហគមន៍ចាប់តាំងពីថ្ងៃទី9ខែឧសភាឆ្នាំ2008កន្លងទៅនៅសហគមន៍នេសាទក្នុងតំបន់នេះមានការផ្លាស់ប្ដូរគឺជារឿងធម្មតាប៉ុន្តែអ្វីដែលមិនធម្មតានោះគឺការផ្លាស់ប្ដូរភូមិកំណើតគម្រោងវិនិយោគដែលចំណាយថវិកាប្រមាណ$5,000 លានសហរដ្ឋអាមេរិកគឺជាការវិនិយោគដ៏ធំបំផុតលំដាប់អន្តរជាតិនៅប្រទេសកម្ពុជាក្រុមហ៊ុន Union Development Co Ltd ទទួលបានកិច្ចសន្យាជួលដីអចិន្ត្រៃយ៍រយៈពេល99ឆ្នាំទីក្រុងក្បាលនាគ7គឺជាឈ្មោះថ្មីលើដីអភិវឌ្ឍនៅលើផ្ទៃដីទំហំ 36,000 ហិកតាក្រុមហ៊ុន Union Development Co Ltd បានរចនាផែនការមេដើម្បីសាងសង់សំណង់យក្សធំៗដូចជាសាងសង់ទីលានវាយកូនគោលតាមខ្នាតអន្តរជាតិសាងសង់សណ្ឋាគារខ្នាតអន្តរជាតិសាងសង់មជ្ឈមណ្ឌលព្យាបាលនិងថែរក្សាសុខភាពលំដាប់អន្តរជាតិសាងសង់មជ្ឈមណ្ឌលកម្សាន្តគ្រប់ប្រភេទដូចជាក្លឹបល្បែងផ្សងសំណាងកាស៊ីណូក្លឹបហាត់ប្រាណនិងក្លឹបកម្សាន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ដូចជាប្រព័ន្ធផ្លូវព្រលានយន្តហោះអន្តរជាតិកំពង់ផែអន្តរជាតិសម្រាប់នាវាទេសចរធំប្រព័ន្ធទឹកស្អាតប្រព័ន្ធចម្រោះទឹកកខ្វក់និងប្រព័ន្ធអគ្គិសនីសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាជីពវិស័យទេសចរសម្រាប់អភិវឌ្ឍធនធានមនុស្សដែលធ្វើឲ្យវិស័យទេសចរនៅកម្ពុជាកាន់តែរីកចម្រើនសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលើកលែងពន្ធមួយសកម្មភាពបម្រើឲ្យការអភិវឌ្ឍអចលនៈរួមមានសាងសង់ខុនដូផ្ទះវីឡាអាផាតមិនរមណីយដ្ឋាននិងមុខសញ្ញារួមសម្ព័ន្ធទាំងនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលវិនិយោគិននិងមន្ត្រីអ្នកមុខអ្នកការចង់បានដល់ពេលរាជរដ្ឋាភិបាលនិងក្រុមហ៊ុននេះគេឯកភាពគ្នាដើម្បីយកដីនេះឲ្យក្រុមហ៊ុនជួលប្រជាជនคล้ายជាប្រជាជនអត់បាយទៅវិញដំបូងថាយកតែដីចំការទេយកអភិវឌ្ឍឥឡូវមកយកទាំងដីភូមិខ្ញុំទៀតខ្ញុំលក់តែកបីហើយចង់បានអត់ទេខ្ញុំទៀតកន្លែងខ្ញុំណាស្រែក៏ធ្វើបានចំការក៏បាននេសាទក៏បាន
ឲ្យទៅនៅលើភ្នំទៅកាប់វល្លិមៀតផ្លែកឲ្យចម្លែកទៀតខ្ញុំឆ្ងល់ណាសម្ដេចបានប្រកាសច្រើនដងហើយកាត់បន្ថយភាពក្រីក្រតែឲ្យអ្នកធូធាទៅក្រ នៅនេះต้องចិត្តងាប់នេះឈូតែឈូខ្ញុំដុតតែទីសាំងទុកហើយខ្ញុំងាប់តែងាប់ទៅដុតក្លានោះឯងអ្នកណាមកឈូខ្ញុំដុតបើវាធ្វើមិនធ្វើម៉ាប់ងាប់អត់ខ្លាចតែពេទ្យតាប់ហើយទុកឌីឡើងខ្ញុំទៅរយឈីទៅគុំកុកឈីអីគេប្រំខ្ញុំដាំដុសឡើងបានចឹងទៀតនោះងាប់ខ្ញុំបេតាទៀតហ៎បើបានឈីនោះខ្ញុំមិនទៅទេគេប្លន់ដីអស់ហើយ បញ្ហាវិវាទដីធ្លីមិនមែនជារឿងថ្មីទេនៅប្រទេសកម្ពុជាប៉ុន្តែសម្រាប់ករណីចំនួនដីធ្លីនៅក្នុងស្រុកបទុមសាគរនិងស្រុកគិរីសាគរនៃខេត្តកោះកុងគឺជាករណីធំដែលអង្គការសង្គមស៊ីវិលបានចាត់ទុកថាជាបញ្ហានយោបាយរវាងរាជរដ្ឋាភិបាលកម្ពុជានិងមហាយៈអាស៊ីគឺចិន ដើម្បីដោះស្រាយទំនាស់ដីធ្លីក្រសួងបរិស្ថានបានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចម្រុះចុះសិក្សាកំណត់ផែនទីព្រំប្រទល់រៀបចំភូមិថ្មីនិងសម្របសម្រួលដោះស្រាយវិវាទក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុន New Yen Development Co Ltd ខេត្តកោះកុង ជាលទ្ធផលគណៈកម្មការអន្តរក្រសួងបានសម្រេចនូវគោលការណ៍កំណត់ប្រភេទនៃការកាន់កាប់ដីជា 4 ប្រភេទត្រូវនឹង 9 ករណីប្រភេទទី 1 ដីមានបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុមុនឆ្នាំ 1993 ប្រភេទទី 2 ដីមានបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុក្រោយឆ្នាំ 1993 ប្រភេទទី 3 ដីគ្មានបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុហើយកាន់កាប់ដោយប្រជាជនមូលដ្ឋាន និងប្រភេទទី 4 ដីគ្មានបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុតែមានការបញ្ជាក់ពីមេភូមិមេឃុំ នៅឆ្នាំ 93 ដោយសារតម្រូវការចាំបាច់ក្នុងការធ្វើអភិវឌ្ឍចឹងដីសាធារណៈបរដ្ឋមិនអាចយកទៅបំលែងធ្វើអីបានទេចឹងរដ្ឋដោយសារតម្រូវការអភិវឌ្ឍដើម្បីអាចឲ្យអភិវឌ្ឍលើដីរបស់សាធារណៈបរដ្ឋដែលជាជាតិនឹងបានធ្វើប្រតិក្រិតដើម្បីធ្វើអនុប្រយោគដីហ្នឹងមកទៅជាដែកជនបរដ្ឋដើម្បីធ្វើការអភិវឌ្ឍ យើងមិនចង់ឃើញតែការអភិវឌ្ឍប៉ុន្តែអ្នកដែលរងផលពីការអភិវឌ្ឍគ្មានការដោះស្រាយនោះទេបាទសំខាន់គឺថាមានការអភិវឌ្ឍហើយត្រូវគិតគូរពីរឿងសំណងទៅដល់ផលប៉ះពាល់ទៀតទើបការអភិវឌ្ឍនេះគេហៅថាជាការអភិវឌ្ឍដោយសមធម៌ អង្គការមិនមែនរដ្ឋាភិបាលដែលសម្របសម្រួលដោយគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជាដែលហៅកាត់ថាច្រាក់និងបណ្ដាញសិទ្ធិដីធ្លីនិងលំនៅឋានរបស់វេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាដែលហៅកាត់ថា NGO Forum ព្រមទាំងអង្គការផ្សេងទៀតដែលធ្វើការពាក់ព័ន្ធទៅនឹងច្បាប់សិទ្ធិមនុស្សសិទ្ធិលំនៅឋានមួយចំនួនបានរួមគ្នាដើម្បីធ្វើការស៊ើបអង្កេតគោលបំណងនៃការអង្កេតនេះគឺដើម្បីអន្តរាគមន៍លើការអនុវត្តច្បាប់កិច្ចការយុត្តិធម៌ការងារសិទ្ធិមនុស្សការងារសិទ្ធិលំនៅឋានបញ្ហាសេដ្ឋកិច្ចនិងសុខភាពព្រមទាំងកិច្ចសហប្រតិបត្តិការជាដើមក្នុងរយៈពេលជាង 5 ឆ្នាំកន្លងមកនេះអង្គការសង្គមស៊ីវិលបានចុះអង្កេតនិងស្រាវជ្រាវជាសេរីព្រមទាំងបានសម្ភាសន៍ដោយផ្ទាល់ជាបន្តបន្ទាប់ជាមួយប្រជាពលរដ្ឋនៅតាមតំបន់គោលដៅមួយចំនួនដូចជាប្រជាពលរដ្ឋក្នុងភូមិតានីសំរងកែវចម្លងគោកូនកុកតានួនចំណុចគៀនទឹកព្រែកស្វាយនិងពុយឡាំធានលាក់និងលាក់ជាលទ្ធផលរបាយការណ៍អង្កេតរបស់ក្រុមការងារអង្គការសង្គមស៊ីវិលបានបង្ហាញថាមានប្រជាពលរដ្ឋចំនួន 1059 គ្រួសារក្នុងចំណោម 1163 គ្រួសារស្មើនឹង 92 កណ្ដកសញ្ញា 66% បានបង្ខំចិត្តផ្តិតមេដាយយល់ព្រមទទួលយកសំណងទាំងនេះមានដូចជាដីលំនៅឋានទំហំ 50 គុណនឹង 100 ម៉ែត្រផ្ទះឈើមួយខ្នងនិងដីកសិកម្មទំហំ 2 ហិកតាដោយឡែកប្រជាពលរដ្ឋ84គ្រួសារផ្សេងទៀតស្មើនឹង 7 កណ្ដកសញ្ញា 34% មិនព្រមទទួលយកគោលការណ៍ដោះស្រាយសំណងនោះឡើយខ្ញុំអត់ទៅទេខ្ញុំចង់នៅហ្នឹងចង់នៅដីកន្លែងភូមិចាស់ហ្នឹងម៉ែឪខ្ញុំនៅកន្លងលើហ្នឹងដីភូមិចាស់ហ្នឹងគឺរបស់គាត់តាំងពីប្តីប្រពន្ធគាត់តាំងពីម៉ែឪគាត់មកគាត់នៅហ្នឹង
ដល់ហើយគាត់ចង់កាចែកឲ្យកូនយើងចង់រស់នៅទីកន្លែងនឹងនៅមួយកន្លែងហ្មងអត់ចង់ដោះដូរទៅណាទេបានខំតស៊ូខំប្រឆាំងពួកហ្នឹងកុំឲ្យវាមកដោះដូរមកទិញអីសោកចិត្តចង់សុំនិស្សិតឲ្យគេធ្វើប្លង់ឲ្យហើយដល់ពេលគេមិនចុះមកនិស្សិតចុះមកដល់ថ្មសគេស្ទាក់ទៅវិញមកអត់មានតំណែងឲ្យមកដល់នឹងលីងដល់អញ្ចឹងយើងអត់បានប្លង់អត់បានអីគេយើងចេះមានព្រួយបារម្ភខ្លាចអាក្រុមហ៊ុនហ្នឹងមកដេញមកធ្វើដូចមុនទៀតចេះតែខ្លាចចឹងរាល់ថ្ងៃការស្វែងទីវិញក៏បេះមួយឆ្នាំនឹងសតតែ3-4លាន4-10លានមកខ្លួនណាហាងទៅយករបស់គេអស់ឲ្យគេនៅក្នុងគេ5កសាងបានទៀតនឹងដូចខ្ញុំបានអាយុ60ជាងហើយឲ្យខ្ញុំទៅនៅក្នុងងាប់បាត់ហើយមកបាញ់ខ្ញុំចូលចង់ធ្វើមិនក៏ធ្វើទៅចោះងាប់លើដីកម្មសិទ្ធិលើកយឆ្នាំងបាយក៏ខ្ញុំព្រមដែរព្រមបនសេដ្ឋកិច្ចដីស្រែមានព្រមខណ្ឌសមាបើវាប្រចាំជាអចិន្ត្រៃយ៍ដល់ខែដូវគឺធ្វើបានទួលផលហ្នឹងហ្មងនឹងស្រូវខ្ញុំបានជិត100បាវទៅណោះហើយនោះមកខ្ញុំអត់មានដីស្រែនៅប្រចាំនៅក្នុងខ្ញុំអត់មិនអាចរស់បានទេឲ្យខ្ញុំដើរចេញដៃទៅទេខ្ញុំអត់ចេញទេខ្ញុំអត់ចេញសោះហ្នឹងហ្មងគឺមិនចេញសោះខ្ញុំថាបើទាញខ្ញុំរបូតដៃទៅដៃរបូតជើងទៅជើងរបូតក្បាលទៅក្បាលចាស់ខ្ញុំអត់ទៅទេអត់ចេញទេព្រោះខ្ញុំស្ដាយខ្ញុំហត់ណាអញ្ចឹងរោងការរីកចម្រើនក្រុមការរីកចម្រើនរបស់កសាងក្រុមហ៊ុននឹងដែលធ្វើហើយនឹងតបនឹងរាជដែលរស់នៅដែលគាត់រស់ដែលគាត់ហូបរាល់ថ្ងៃហ្នឹងតែគាត់វាអត់គាត់ធ្វើដែលដំណាំមកធ្វើអាឈូសឆាយរោងចក្រអាគារធំធ្វើនៅលើដីបងប្អូនតែអត់មានបានទូទាត់ឲ្យទេដី3 4 10 20ហាត់អញ្ចឹង3 4 10ហាត់ទូទាត់ឲ្យ5ហាត់មួយហាត់ជួនណាអាន250 150តាមគេឲ្យតាមការដោះស្រាយសំណងក្នុងដំណាក់កាលទី1បានបង្ហាញថាមានប្រជាពលរដ្ឋចំនួន15គ្រួសារក្នុងឃុំតែមួយប៉ុណ្ណោះបានទទួលសំណងពេញតាមប្រភេទស្តង់ដារ A ដែលមានតម្លៃជាទឹកប្រាក់ស្មើនឹង$8,000សហរដ្ឋអាមេរិកសម្រាប់ដី1ហិកតាក្រៅពីនោះគេឃើញមានប្រជាពលរដ្ឋមួយចំនួនទទួលបានសំណងប្រមាណ$2,000ទៅ$4,000ហើយអ្វីដែលជាការកត់សម្គាល់ដ៏សំខាន់បំផុតនោះគឺមានប្រជាពលរដ្ឋភាគច្រើនដ៏លើសលប់ទទួលបានប្រាក់សំណងត្រឹមតែ$200ទៅ$250សហរដ្ឋអាមេរិកសម្រាប់ដី1ហិកតាតែប៉ុណ្ណោះគេមកសុំទិញខ្ញុំមក1ហិកតា$20,000ខ្ញុំអត់លក់ទៀតផបងខ្ញុំថាបើយើងលក់ទៅអស់ហើយកូនចៅយើងតទៅយើងមានស្អីឲ្យកូនចៅទៀតយើងត្រូវទុកយើងមិនចង់មានទេខ្ញុំបើខ្ញុំចង់មានខ្ញុំលក់អស់បាត់ហើយដីនេះខ្ញុំមិនទុកឲ្យញ៉ៃដល់មើលហ្នឹងឯងបើសិនថាក្រុមហ៊ុនយូញៀនហ្នឹងពិសេសសំខាន់ក្រុមហ៊ុនយូញៀនហ្នឹងធំជាទីបំផុតក្នុងលើប្រទេសកម្ពុជាហ្នឹងសូមអោយសម្ដេចនាយករដ្ឋមន្ត្រីគាត់ប្រកាសថាក្រុមហ៊ុនហ្នឹងបងប្អូនប្រជាពលរដ្ឋគឺរស់នៅក្នុងក្រុមហ៊ុនហ្នឹងមិនបានទៅដកចេញទៅនៅកន្លែងផ្សេងនឹងសូមអោយសម្ដេចនាយករដ្ឋមន្ត្រីគាត់ប្រកាសតាមប៉ុស្តិ៍វិទ្យុឬទូរទស្សន៍ដើម្បីអោយអ្នកដែលនៅនឹងបានឮដឹងដំណឹងពីគាត់ផ្ទាល់អានឹងបងប្អូននឹងយល់ព្រមនឹងចេញហើយបើថាអត់ឮទេពាក្យចាំរាមចឹងបងប្អូនមិនចេញទេធ្វើបិទប្រជាពលរដ្ឋភាគច្រើនដែលបានយល់ស្របតាមវិធានការរបស់អាជ្ញាធររដ្ឋទៅនៅតាំងនៅទីកន្លែងថ្មីក៏ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនដែលគាត់សុខកាយសប្បាយចិត្តគាត់ចង់រស់នៅកន្លែងហ្នឹងដោយគាត់មិនចង់បានសំណងផ្សេងនេះគឺថាត្រូវតែស្ដាប់គាត់រដ្ឋត្រូវតែមានវិធានការជ្រៀកដីខ្វៀលដីយ៉ាងម៉េចតាមរូបមន្តស្បែកខ្លាស្បែកក៏ដោយធ្វើម៉េចបង្កលក្ខណៈឲ្យគាត់រស់នៅបានឥឡូវបានថាសូមអស់លោកជាម៉ែជាអូជាមន្ត្រីរាជការគ្រប់ស្ថាប័នទាំងអស់មកទីនេះខ្ញុំចាត់ទុកដូចជារៀមច្បងដូចជាម៉ែអូក្នុងក្រុមមលប់ហ្នឹងឥឡូវក្នុងពេលនេះខ្ញុំមានគ្រោះអាសន្នអញ្ចឹងខ្ញុំសូមឈរជើងនៅនេះទីនេះជារៀងរហូតដើម្បីឆ្លើយតបទៅនឹងសំណើនេះអង្គការសង្គមស៊ីវិលបានរៀបចំរបាយការណ៍របស់ខ្លួនហើយស្នើសុំជួបប្រជុំជាបន្តបន្ទាប់ដោយផ្ទាល់ជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដើម្បីសុំគោលការណ៍ដោះស្រាយការទទួលខុសត្រូវរបស់អាជ្ញាធរដែនដីឬការប្រើសិទ្ធិអំណាចក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរាល់ការតវ៉ាឬបញ្ហាប្រឈមទាំងឡាយនេះមិនបានតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋទេដោយសារសិទ្ធិនៃការដោះស្រាយសិទ្ធិនៃការកំណត់នៅគោលការណ៍ផ្សេងនេះអាជ្ញាធរដែនដីនៅទីនេះគឺមិនមានទេមានសំណួរជាច្រើនបានចោទថាអាជ្ញាធរដែនដីនៅភូមិឃុំនិងស្រុកដែលនៅផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋរងគ្រោះមិនមានសមត្ថកិច្ចដោះស្រាយដូច្នេះតើមានតែអាជ្ញាធរថ្នាក់ខេត្តនិងថ្នាក់ជាតិឬដែលអាចដោះស្រាយបានពាក់ព័ន្ធទៅនឹងបញ្ហានេះអង្គការសង្គមស៊ីវិលបានបង្ហាញថា
ប្រជាពលរដ្ឋមួយចំនួនធំមិនមានមធ្យោបាយនិងថវិកាគ្រប់គ្រាន់ទេដើម្បីអញ្ជើញទៅសុំកិច្ចអន្តរាគមន៍នានាពីអាជ្ញាធរនៅឯទីរួមខេត្តកោះកុងម្យ៉ាងទៀតចំពោះសមត្ថកិច្ចរបស់ថ្នាក់ជាតិដែលមានក្រុមការងារអន្តរក្រសួងមិនមានឆន្ទៈដោះស្រាយបញ្ហានេះឡើយមានចម្លើយតែមួយប៉ុណ្ណោះគឺប្រជាពលរដ្ឋទាំងអស់ត្រូវតែចាកចេញពីភូមិកំណើតគឺគ្មានទេរូបភាពស្បែកខ្លារូបភាពស្បែកខ្លាឬមិនស្បែកខ្លានោះគឺអាស្រ័យទៅយើងស្រាវជ្រាវណាកន្លងមកគឺថាទីតាំងនេះជាករណីពិសេសយើងមិនមានការខ្វៀលជារូបភាពស្បែកខ្លានោះទេតែរដ្ឋាភិបាលបានប្រកាសថាដីប្រជាពលរដ្ឋត្រូវវាស់វែងខ្វៀលទុកជាប្លង់ស្បែកខ្លាឥឡូវខ្ញុំចង់សុំពាវនាវទៅដល់រាជរដ្ឋាភិបាលឲ្យជួយប្រជាជនយើងខ្ញុំដែររស់នៅភូមិតានីឃុំភីមៀននេះឲ្យបានក្រុមនិស្សិតវាស់វែងនឹងមកវាស់វែងដីចែកប្រជាជនដែលរបស់ប្រជាជនដែលនៅសល់គឺជាគោលការណ៍ត្រូវមកនៅលើទាំងអស់គ្នាហើយព្រោះថានៅនេះមួយកន្លែងនោះមួយគឺក្រុមហ៊ុនគេមិនអាចអភិវឌ្ឍបានទេព្រោះនេះជាក្រុមហ៊ុនទេសចរគេត្រូវធ្វើសួនត្រូវធ្វើអគារធំធំរយៈពេលច្រើនឆ្នាំកន្លងមកនេះតាមការស្រាវជ្រាវដោយអនុវត្តទៅតាមគោលការណ៍នៃច្បាប់ផងដោយបន្ស៊ីទៅនឹងគោលនយោបាយសំខាន់និងបទបញ្ញត្តិផ្សេងដែលពាក់ព័ន្ធផងនោះអង្គការសង្គមស៊ីវិលបានរកឃើញថាដើម្បីដោះស្រាយផលប៉ះពាល់ផ្សេងជូនដល់ប្រជាពលរដ្ឋដែលមិនព្រមទទួលយកសំណងទាំងអស់សម្ដៅធានាឲ្យបាននៅប្រព័ន្ធលទ្ធកម្មសាធារណៈជូនដល់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលគប្បីទី1បង្កើតគណៈកម្មការចម្រុះនិងយុត្តិធម៌មួយដើម្បីវាស់វែងដីទំនាស់ដែលនៅសល់និងទូទាត់តាមតម្លៃឯកភាព$8,000សហរដ្ឋអាមេរិកក្នុង1ហិកតាជូនដល់ប្រជាពលរដ្ឋដែលយល់ព្រមដោះដូរដីរបស់ខ្លួនទី2ចំពោះប្រជាពលរដ្ឋដែលមិនព្រមលក់ដីភូមិកំណើតរបស់ខ្លួនរាជរដ្ឋាភិបាលត្រូវអភិវឌ្ឍនៅនឹងកន្លែងតាមនយោបាយស្បែកខ្លាព្រមទាំងធានាផ្ដល់នូវសេវាសាធារណៈសង្គមពេញលេញទៀតផងពលមនុស្សវាសំខាន់ជាងគេការទទួលយកហើយបើសិនជាពួកគាត់អត់ទទួលយកនៅតែបង្ខំគាត់ឲ្យគាត់ទៅនៅកន្លែងថ្មីវាជាហេតុផលមួយនាំឲ្យមានប៉ះពាល់ដល់សិទ្ធិរបស់គាត់ហើយព្រោះការនៅទីនេះបើគាត់អត់មានដីស្រែក៏ដោយក៏គាត់អាចនេសាទបានគាត់អាចរកស៊ីគាត់ទៅចុះពីលើផ្ទះទៅរកមើលមុខរបរចិញ្ចឹមកូនគាត់បានតែដល់ពេលគាត់ចេញទៅនៅកន្លែងថ្មីអញ្ចឹងអ្វីគឺថ្មីទាំងអស់បើព្រមតែបានកែច្នៃហើយយ៉ាងហោចក៏វាស៊ីពេលរហូតដល់ទៅ3 4 5ឆ្នាំដែរព្រមតែបានប៉ុន្តែខ្ញុំមិនទាន់ជឿជាក់ថាតើដីដែលធ្វើស្រែធ្វើចំការដែលគេចែកឲ្យថ្មីនោះជាដីភុកៈត្រឹមត្រូវល្អត្រឹមត្រូវអត់ឬក៏ដីថ្មដីភ្នំដែលគាត់មិនអាចធ្វើបានផ្លូវធំគឺជានិមិត្តរូបនៃការបង្ហាញពីការអភិវឌ្ឍរយៈពេលវែងមួយក៏ប៉ុន្តែចំពោះការបង្កើតភូមិថ្មីនៅទីនេះវិញមនុស្សគ្រប់គ្នាសុទ្ធតែបានឃើញយ៉ាងច្បាស់ថាទីតាំងអភិវឌ្ឍថ្មីនៅកន្លែងនេះគឺជាតំបន់ខ្ពង់រាបតំបន់ខ្ពង់រាបនេះមានដីព្រៃផងមានថ្មភ្នំផងនិងមានវាលខ្សាច់ផងដែរប្រជាពលរដ្ឋដែលយល់ព្រមទទួលគោលការណ៍សំណងទាំងអស់ពួកគេអាចទទួលបានដូចជាដីលំនៅឋានទំហំ50 x 100 ម៉ែត្រផ្ទះឈើមួយខ្នងនិងដីកសិកម្មទំហំ2ហិកតាដី2ហិកតាគឺជាទំហំដីដ៏ធំសម្រាប់ដំណាំកសិកម្មប៉ុន្តែផ្ទុយទៅវិញប្រសិនបើដី2ហិកតានេះបែរទៅជាដីភ្នំដីថ្មដីខ្សាច់ឬដីព្រៃវិញដែលគ្មានប្រភពទឹកនោះពួកគេមិនអាចរស់អាស្រ័យផលទៅលើដី2ហិកតានេះបានឡើយប៉ុន្តែប្រសិនបើយើងក្រឡេកទៅមើលភូមិថ្មីដែលជាកន្លែងប្រមូលផ្ដុំចុងក្រោយរបស់ប្រជាពលរដ្ឋដែលបានទទួលយកដំណោះស្រាយនោះយើងនឹងឃើញថាការបង្កើតទីតាំងភូមិថ្មីនៅទីនេះមិនមានលក្ខណៈបច្ចេកទេសសម្រាប់ការអភិវឌ្ឍរយៈពេលវែងនោះឡើយទៀមទាការដោះស្រាយទៀមទាយុត្តិធម៌មកវិញតែទៀមទាយូរខែយូរថ្ងៃទៀមទាអត់បានមិនដឹងពីថ្នាក់ណាចុះមកជួយដោះស្រាយដើម្បីឲ្យគាត់បានសុខឲ្យគាត់បានរស់លោកបើអធិធាទាំងអស់កូនក៏បានទៅរៀនយើងទៅនោះក៏មិនដឹងទៅធ្វើអីអាផ្ទះដែលគេចែកឲ្យហ្នឹងបាក់កម្មយន្តហើសបូលចេញអស់ខ្យល់ព្យុះខ្យល់អីគេថាគេបកលឲ្យហើយយើងអត់ទៅថែចុះបើថានៅមិនតាន់បានទៅនៅហ្នឹងពុកកម្មទៅអស់ទៅដើមឈើដើមសម្រងដើមទៅយូងអីយើងមកធ្វើផ្ទះឲ្យយើងហើយតម្លៃថ្លៃដល់8,000បងគិតទៅមើលហើយដល់ផ្ទះខ្ញុំនៅនេះនៅ20 30ឆ្នាំមិនតាន់រើម្ដងផងអានោះមិនតាន់បាននឿទៅនៅពុកបដើហើយហ្នឹងអាហ្នឹងគេសងឲ្យយើងក្នុងការទូទាត់ក្នុងការដោះដូរដីធ្លីក៏អញ្ចឹងដែរមើលនៅក្នុងក្របខ័ណ្ឌនៃច្បាប់នោះជាអំណោយទេមិនមែនជាដីដោះដូរទូទាត់យើងជាអំណោយរបស់រដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋទៅវិញ
នេះវាផ្ទុយគ្នាអញ្ចឹងក្រែងលោថ្ងៃក្រោយរបស់អំណោយជារបស់គេឲ្យចុះបើសិនគេយកវិញយើងមានពាក្យអីទៅតវ៉ាបើអំណោយសោះហ្នឹង ផ្ទះសាងសង់ឡើងដោយគ្មានគុណភាពគ្មានបង្គន់អនាម័យគ្មានប្រព័ន្ធទឹកស្អាតគ្មានប្រភពទឹកផ្លូវចូលភូមិមិនទាន់បានរៀបចំល្អគ្មានសាលារៀនគ្រប់គ្រាន់គ្មានមន្ទីរពេទ្យហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺប្រជាពលរដ្ឋភាគច្រើនគ្មានមុខរបរ ខ្ញុំនៅតាំងពីដំបូងមកម្លេះដុតខ្ជុងដុតអីហ្នឹងដោយសារខ្ញុំមើលទៅជីវភាពដូចថាឡើងមិនរួចដោយថាយើងមិនអាចដោះដូរទៅក្នុងជីវភាពហ្នឹងរួចអញ្ចឹងខ្ញុំក៏ទៅរស់ស៊ីនោះដោះសំទៅដើម្បីដោះស្រាយជីវភាពប៉ុន្តែសពថ្ងៃនេះវាដូចថាអត់ទាន់ឃើញមានទីផ្សាររយៈពេលប្រហែលឆ្នាំនេះដូចថាឃើញនៅតែមើលទៅបានតែឃើញតែថ្នល់ហើយដល់អញ្ចឹងខ្ញុំម៉ាក់ក៏បានទៅរស់ស៊ីនៅកោះស្ដាច់មួយចំនួនជួលផ្ទះគេលក់ដូរបន្តិចបន្តួចហ្នឹងបាទ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋប្រមាណ 70% ដែលជាអ្នកនេសាទបានត្រឡប់ទៅប្រកបរបរនេសាទដូចពីមុនវិញហើយប្រជាពលរដ្ឋប្រមាណ 10% ផ្សេងទៀតដែលជាអ្នកចម្ការពួកគេក៏បានត្រឡប់ទៅទីតាំងចាស់របស់ខ្លួនវិញដែរដើម្បីប្រមូលភោគផលដំណាំ ឡើងមិនអវត្តប្រគុណក៏អត់ទាន់មានទឹកក៏អត់ទាន់មានសាលារៀនក៏អត់ទាន់មានច្បាស់លាស់ហើយផ្ទះនៅគ្រាន់តែខ្យល់មកលបើកអស់ហើយដបូលហើយគ្នានៅនោះរត់មកចុះមកក្រោមនៅនេសាទនឹងវិញដែរអ្នកទៅមុនហ្នឹងហើយដល់ហើយមកចុះរស់ស៊ីនៅនឹងវិញដែរបើហើយចឹងទៅធ្វើអីអ្នកក្រោយហ្នឹងវាឃើញមេរៀនអ្នកមុនបាត់ហើយបាទចឹងអត់ទៅទេ រហូតមកដល់ពេលនេះជាង 5 ឆ្នាំទៅហើយនោះមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់ចាកចេញទៅទីតាំងថ្មីនៅឡើយ មានផ្ទះនៅនឹងហើយក៏មិនចង់ទៅមិនចង់ចេញដែរតែធ្វើម៉េចតម្រូវការរដ្ឋាភិបាលយើងគាត់អ្នកកសាងគាត់អ្នកធ្វើបាទហើយយើងត្រូវតែផ្លាស់ប្ដូរភាគច្រើនគេទៅយើងត្រូវតែទៅបាទហើយទៅដល់នៅបោះទីតាំងនៅកន្លែងនោះមិនតាន់ដឹងថាធ្វើអីមិនដឹងរកអីអញ្ចឹងខ្ញុំឆ្លើយអត់ត្រូវកន្លែងហ្នឹងតែតម្រូវការនៅទីណាក៏ត្រូវតែធ្វើត្រូវតែរកបើយើងរកនៅកន្លែងនោះអត់បានយើងចេញខ្លួនផ្ទះយើងមាននៅនោះថ្ងៃណាយើងមកផ្ទះយើងមានទៅបាទយើងចង់ទៅនៅថៃរកស៊ីថៃកូនដៃកម្មករចាក់ចរគេក៏ដោយ តាមសេចក្តីរាយការណ៍របស់អង្គការសង្គមស៊ីវិលបានឲ្យដឹងថាមានប្រជាពលរដ្ឋប្រមាណតែ 1% ប៉ុណ្ណោះដែលទទួលបានឱកាសពីការអភិវឌ្ឍនេះ រាជរដ្ឋាភិបាលយើងគួរតែពិចារណាទៅលើផ្លូវច្បាប់នឹងដែលមានចែងស្រាប់រួចហើយនឹងឲ្យម៉ត់ចត់ជាងមុនហើយជាពិសេសតាក់ទងទៅនឹងកម្មវិធីរុះរើលំនៅឋានប្រជាពលរដ្ឋមូលដ្ឋានដោយការអភិវឌ្ឍទៅកាន់ទីតាំងថ្មីហ្នឹង គប្បីតែរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធនឹងគ្រប់គ្រាន់ឲ្យជាស្រេចដើម្បីកុំឲ្យមានអន្តរកាលនឹងវាមានរយៈពេលនឹងយូរហើយធ្វើឲ្យការអភិវឌ្ឍរបស់សហគមន៍នឹងវាយឺតយ៉ាវហើយតែកណាការអភិវឌ្ឍក្នុងសហគមន៍នឹងយឺតយ៉ាវអ្នកដែលសហគមន៍ទាំងអស់នោះនឹងមានជីវភាពនឹងមានស្ថានភាពយ៉ាប់យ៉ឺនជាងការដែលពួកគាត់នៅក្នុងស្ថានភាពចាស់ហើយផលលំបាកមួយទៀតគឺនឹងគឺតកណាគាត់លំបាកគាត់ក្រីក្រគឺជាបន្ទុករដ្ឋដដែលហ្នឹង ដូច្នេះដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍសម្រាប់ទាំងអស់គ្នាដើម្បីការអភិវឌ្ឍនិងស្របទៅតាមស្មារតីច្បាប់រដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាបណ្ដាញអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងបញ្ហានេះបានស្រាវជ្រាវតាមដានវិតម្លៃនិងវិភាគតាមផ្លូវច្បាប់នានាតាមរយៈការបង្ហាញការពិតនិងរកលទ្ធភាពធ្វើកិច្ចការនេះរួមគ្នាដើម្បីដោះស្រាយផលប៉ះពាល់ទាំងអស់ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធដោយសហការជាមួយក្រុមហ៊ុន Union Development និងជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយតម្លាភាពនិងយុត្តិធម៌ជាក់ស្ដែងនៅពេលថ្មីកន្លងមកនេះអង្គការសង្គមស៊ីវិលបានរាយការណ៍ជូនឯកឧត្តមបណ្ឌិតមុកម៉ារ៉េតទេសរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានគណៈកម្មការជាលទ្ធផលអង្គការសង្គមស៊ីវិលបានលើកឡើងនូវអនុសាសន៍និងសំណុំពរមួយចំនួនដូចខាងក្រោមទី1បង្កើតនិងថែរក្សាតំបន់អភិវឌ្ឍនៅនឹងកន្លែងជូនដល់ប្រជាពលរដ្ឋដែលមិនព្រមចាកចេញព្រមទាំងធានាផ្ដល់សេវាសាធារណៈសង្គមគ្រប់គ្រាន់ទី2
បង្កើតគណៈកម្មការសុក្រិតនិងយុតិធម៌មួយដោយមានការចូលរួមពីស្ថាប័នជំនាញពាក់ព័ន្ធនិងប្រជាពលរដ្ឋសម័យតាមតំបន់នោះដើម្បីដោះស្រាយសំណងឲ្យបានសមរម្យនិងយុត្តិធម៌ជាទីបំផុតដូច្នេះប្រជាពលរដ្ឋអាជ្ញាធរដែនដីជាមួយនឹងក្រុមហ៊ុនចិនដែលមានបុគ្គលិករបស់ខ្លួនដែរនោះមានលទ្ធភាពរីកចម្រើនជាមួយគ្នាបានទី3បង្កើតប្រព័ន្ធស្តង់ដារបច្ចេកទេសច្បាស់លាស់មួយដើម្បីត្រួតពិនិត្យមើលទាំងគុណភាពផងសោភ័ណភាពផងលើគ្រប់ផ្ទះឈើដែលជាសំណង់ទាំងអស់ដើម្បីឲ្យស័ក្តិសមទៅនឹងផ្ទះថ្មីលើដីអភិវឌ្ឍថ្មីនៃទីក្រុងក្បាលនាគ7ទី4ត្រូវរៀបចំស្ថិរភាពសាធារណៈសង្គមឲ្យបានល្អនិងគ្រប់គ្រាន់ដូចជារៀបចំស្ដារព្រែកសម្រាប់ចេញចូលសម្រួលដល់ការប្រកបមុខរបរនេសាទរៀបចំបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រទាក់ក្រឡាក្នុងសហគមន៍បង្កើតប្រភពទឹកសម្រាប់ស្រោចស្រពវិស័យកសិកម្មបណ្ដាញទឹកស្អាតរៀបចំបង្គន់អនាម័យបង្កើតបន្ថែមសាលារៀនថ្នាក់រៀនលោកគ្រូអ្នកគ្រូឲ្យនៅគៀកនឹងផ្ទះប្រជាពលរដ្ឋរៀបចំមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកតាមស្តង់ដារជាតិដែលមានគ្រូពេទ្យបុគ្គលិកសុខាភិបាលនិងបំពាក់ដោយសម្ភារៈបរិក្ខារបច្ចេកទេសគ្រប់គ្រាន់និងទី5ជំរុញលើកទឹកចិត្តឲ្យមានការផលិតកើតចេញពីសហគមន៍សម្ដៅបង្កើនសមត្ថភាពបំណិនជីវិតជំនាញវិជ្ជាជីវៈបន្ថែមផ្សេងទៀតដែលមានលក្ខណៈឆ្លើយតបទៅនឹងទីផ្សារសេដ្ឋកិច្ចសហគ្រាសឧស្សាហកម្មរយៈពេលវែងក្នុងរបៀបមួយដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការរកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាពខ្ពស់ជាលទ្ធផលវានឹងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលទៀតផង